ប្រសិនបើអេស្ប៉ាញខឹងហើយវាប្រហារទៅលើប្រទេសទាំងអស់អេស្ប៉ាញនឹងចាប់ផ្ដើមជាមួយនឹងការឆ្លុបយកប្រយុទ្ធភ្លាមៗទៅលើប្រទេសជិតខាងបំផុតគឺប៉ូទុយហ្គាល់ដោយការភ្ញាក់ផ្អើលអេស្ប៉ាញនឹងអាចជ្រៀតចូលតាមព្រំដែនបានយ៉ាងឆាប់រហ័សប៉ុន្តែប៉ុន្មានពេលក្រោយប៉ូទុយហ្គាល់នឹងចាប់ផ្ដើមប្រមូលកម្លាំងឡើងវិញហើយអេស្ប៉ាញនឹងប្រឈមមុខនឹងការតស៊ូយ៉ាងរឹងមាំទោះជាយ៉ាងណាអេស្ប៉ាញក៏មិនបញ្ឈប់នៅត្រឹមនេះទេដោយចង់បង្កើនការភ្ញាក់ផ្អើលទៅលើប្រទេសបារាំងផងដែរអេស្ប៉ាញបានបាញ់ប្រហារតាមអាកាសនៅជិតព្រំភីរីណេនៅពេលអេស្ប៉ាញពង្រីកកម្លាំងរបស់ខ្លួនអំណាចការប្រយុទ្ធបានចាប់ផ្ដើមប្រែប្រួលបារាំងដែលមានកងទ័ពធំនិងការគាំទ្រពីជនជាតិដើមបានចាប់ផ្ដើមប្រយុទ្ធតបយ៉ាងខ្លាំងការឈ្នះលឿនរបស់អេស្ប៉ាញបានចាប់ផ្ដើមរលាយបាត់ខណៈពេលកងទ័ពបារាំងនិងប៉ូទុយហ្គាល់បានវាយប្រហារជាថ្មីដោយកម្លាំងធំចុងក្រោយការលុបលុនរបស់អេស្ប៉ាញនឹងបញ្ឆេះសង្គ្រាមតំបន់ធំមួយដែលធ្វើឲ្យឆាកសង្គ្រាមពេញទាំងកោះអ៊ីបេរីក្លាយទៅភ្លើងអណ្ដែតខណៈដែលអឺរ៉ុបទាំងមូលកំពុងត្រៀមខ្លួនសម្រាប់ភាពវឹកវរ